បងប្អូនស្គាល់ឧបករណ៍មួយនេះអត់ឧបករណ៍មួយនេះមានឈ្មោះថា UPS ហើយ UPS នេះដែរគឺជាឧបករណ៍ដែលផ្គត់ផ្គង់ថាមពលអត់ឲ្យមានការរំខានពីការដាច់ភ្លើងពីការអីវាជាយើងប្រើប្រាស់ជាមួយនឹងកុំព្យូទ័រអញ្ចឹងពេលដែលដាច់ភ្លើងពីខាងរត់ឬខាងម៉ាស៊ីនភ្លើងអីវាអត់បង្កឲ្យកុំព្យូទ័រយើងដាច់ទេដោយសារវាមានឧបករណ៍ UPS នេះដែលអាចផ្គត់ផ្គង់ថាមពលបានហើយដើម្បីបើក UPS នេះបានមិនយើងបើកទៅប៉ុណ្្នឹងហើយបានទេហើយ UPS នេះយើងដើម្បីវាដំណើរការទៅចុចពីនេះវាជាប់គ្នាចុចពីទាំងអស់នេះនិងកន្លែង down នេះយើងចុចពីនឹងជាប់គ្នាទៅនេះពេលនេះមានថាឧបករណ៍ភ្លើងរបស់យើងនេះគឺវាចូលក្នុង UPS នេះវាផ្គត់ផ្គង់ទៅកុំព្យូទ័រឬក៏បរិច្ឆេទអគ្គិសនីផ្សេងៗដែលយើងកំពុងតែប្រើប្រាស់ហើយពេលដែលដាច់ភ្លើងពីភ្លើងរត់ឬមួយក៏ពីម៉ាស៊ីនភ្លើងអីវាអត់ធ្វើឲ្យមានការរអាក់រអួលទេគឺឧបករណ៍ដែលយើងប្រើប្រាស់មិនថាកុំព្យូទ័រមិនថាទូរស័ព្ទឬមួយក៏អីទាំងអស់ LED speaker អីហ្នឹងគឺវានៅដំណើរការធម្មតាវាមានការរអាក់រអួលទេអញ្ចឹងហើយបានកន្លែងធំមួយចំនួនគេដាក់ឧបករណ៍ UPS នេះដើម្បីជួយផ្គត់ផ្គង់ថាមពលពេលដែលចរន្តអគ្គិសនីមានការផ្លាស់ប្ដូរមួយផ្លែហ្នឹងគឺការប្រើប្រាស់វាគឺល្អអរគុណសម្រាប់ការទស្សនាវីដេអូនេះ